សាងកម្លាំងចិត្តបើកទ្វារទៅកាន់ខ្លួនឯងដែលរឹងមាំជាងមុនមួយថ្ងៃអ្នកប្រឈមមុខនឹងការងារភាពតានតឹងភាពខកចិត្តនិងការបរាជ័យតូចៗជាច្រើនប៉ុន្តែត្រូវចាំឲ្យច្បាស់មួយកម្លាំងចិត្តមិនមែនកើតឡើងដោយចៃដន្យទេវាត្រូវបានសាងសង់ឡើងរាល់ថ្ងៃពេលអ្នកធ្លាប់ធុញថប់ចង់បោះបង់សូមនឹកឃើញថាអ្នកបានឆ្លងកាត់រឿងលំបាកមកជារៀងរដងហើយអ្នកអាចឆ្លងកាត់បន្តទៀតបានជំហានតូចៗធ្វើឲ្យមានប្រសិទ្ធភាពធំកុំទាមទារឲ្យខ្លួនឯងល្អឥតខ្ចោះត្រូវការជំហានតូចតែបន្តិចបន្តជារៀងរាល់ថ្ងៃ1កុំចាត់គំនិតអវិជ្ជមាន1ធ្វើអ្វីមួយតូចដូចជាការសរសេរឬការអាន5នាទីនិយាយឲ្យខ្លួនឯង2-3ពាក្យល្អបន្តិចម្ដងពាក្យទាំងនេះនឹងក្លាយជាថាមពលធំឡើងពន្លឺក្នុងខ្លួនកម្លាំងពិតប្រាកដមិនមែនមកពីការមានទីពឹងខាងក្រៅទេប៉ុន្តែមកពីការជឿលើខ្លួនឯងនិងការ កុំបោះបង់អ្វីដែលអ្នកកំពុងធ្វើថ្ងៃនេះអាចជាមូលហេតុធំមួយឲ្យអ្នកជោគជ័យនៅថ្ងៃស្អែកកុំបោះបង់អ្នកនៅក្នុងផ្លូវរបស់អ្នកការបរាជ័យមិនមានជាចុងបញ្ចប់នៃផ្លូវនោះទេវាជាមេរៀនមួយវាជាអាថ៌កំបាំងបើកទ្វារថ្មីវាជាខ្សែសង្វាក់ដឹកអ្នកទៅកាន់កំណែខ្លួនឯងដែលរឹងមាំជាងមុនត្រៀមខ្លួនឲ្យក្លាយជាអ្នកដែលឈរឡើងវិញគ្រប់ពេលដែលដួលជឿលើទិសដៅរបស់ខ្លួនមិនរអាក់រអួលក្នុងការចាប់ផ្ដើមថ្មីថ្ងៃនេះអ្នកអាចក្លាយជាខ្លួនឯងដែលកាន់តែរឹងមាំត្រឹមតែសម្រេចចិត្តមួយកុំបោះបង់បើខ្លឹមសារនៅក្នុងវីដេអូនេះមានអត្ថប្រយោជន៍សម្រាប់អ្នកសូមចុច like និង subscribe ដើម្បីទទួលបានមេរៀនថាមពលវិជ្ជានិងការបំផុសគំនិតថ្មីទៀតអរគុណសម្រាប់ការគាំទ្រ